បងអូននេះគឺមុខខ្ញុំប្រើជាមួយផ្កាទឹកដោះពេលមាត់ខ្ញុំក៏ខ្ញុំប្រើមួយផ្កាទឹកដោះដែរហើយខ្ញុំថែមខ្ញុំថែមក្រែមក្រហមក្នុងបន្តិចកុំឲ្យវាមើលទៅកម្ៅពេកអាសាមុខខ្ញុំដល់កម្ៅពាក់ការទេแล้วបងប្អូនមើលឃើញអត់ស៊ីមុខខ្ញុំដូចពណ៌ផ្កាឈូកទេហើយពេលខ្ញុំផុសថ្ងៃមុនខ្ញុំចង់ដឹងណាចង់ដឹងបងប្អូនជួយប្រាប់ខ្ញុំហ្នឹងគឺភាគច្រើនគឺពណ៌ផ្កាឈូកហ្មងទាំងក្នុង TikTok ទាំងក្នុង Facebook គឺ recommend ពណ៌ឈូកគឺវាស៊ីមុខជាងគឺមុខក្មេងជាងបងប្អូននេះគឺខ្ញុំដាក់ពណ៌ហ្នឹងឃើញទេឥឡូវកាលមុនខ្ញុំដាក់ក្រែមពណ៌ក្រហមប្រើពណ៌ហ្នឹងវាសូវត្រូវទេមកជាហៀងនេះហ៎មកជាផ្កាឈូកនេះប៉ុន្តែខ្ញុំមកដាក់ពណ៌ឲ្យដូចគ្នាឃើញទេអត់ទេខ្ញុំដាក់ពណ៌ក្រែមហ្នឹងហ្មងណាចាគាត់ខ្ញុំថែមក្រហមក្នុងតិចកុំឲ្យវាកម្ៅពេកបងប្អូនឃើញអត់ស៊ីមុខទេអត់ស៊ីមុខខ្ញុំទេចាំបានខ្ញុំដាក់ពណ៌រនួននេះគឺខ្ញុំអត់មានភាពជឿជាក់ខ្លួនឯងទេអញ្ចឹងបានថាស្បែកមុខយើងវាឬក៏មុខយើងវាត្រូវស៊ីជាមួយនឹងបែបស៊ីបែបស្រាឬក៏ដិតបាទខ្ញុំពណ៌រៀងដិតបែបផ្កាឈូកអាហ្នឹងមើលទៅវាលើកខ្ញុំវិញអញ្ចឹងណាអញ្ចឹងវាខុសៗគ្នាបងប្អូនទាំងគ្នាអញ្ចឹងចំណងចំណុចចិត្តនៃយើងក៏ខុសៗគ្នាដែរចាអរគុណបងប្អូនតើមានប្រម៉ូសិនមួយថាមួយណាឆាតមកសួរសិនបានក៏មាននៅមានពណ៌ចាអរគុណ